ទោះបីជាកាមេរ៉ារបស់យើងមានតម្លៃថ្លៃឬក៏គុណភាពខ្ពស់យ៉ាងណាក៏ដោយបើសិនជាយើងអត់ចេះកំណត់ setting ឲ្យបានត្រឹមត្រូវទេនោះយើងក៏អាចទទួលបានគុណភាពវីដេអូដ៏ល្អមួយដែរជាក់ស្ដែងនេះគឺជាវីដេអូដែលយើងទទួលបានបើសិនជាយើងគ្រាន់តែទិញកាមេរ៉ាហើយចុចបើកថតវីដេអូយកតែម្ដងហើយនេះគឺជាវីដេអូដែលយើងទទួលបានបើសិនជាយើងធ្វើការកំណត់ setting បានត្រឹមត្រូវចឹងថ្ងៃនេះខ្ញុំនឹងមកចែកម្លែកពីវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការកំណត់ setting កាមេរ៉ាដើម្បីថតវីដេអូធ្វើយ៉ាងណាឲ្យយើងទទួលបានគុណភាពខ្ពស់ដោយអ្វីដែលអ្នកទាំងអស់គ្នាតែងតែឃើញខ្ញុំផុសនៅលើ Facebook ឬក៏ YouTube រាល់ដងហ្នឹងហើយវិធីសាស្ត្រនេះទោះបីជាអ្នកទាំងអស់គ្នាចេះកែ color គឺយកទៅប្រើកាន់តែល្អប៉ុន្តែបើសិនជាអត់ចេះក៏មានចំណុចខ្លះដែលអ្នកទាំងអស់គ្នាយកទៅប្រើបានដូចគ្នាចឹងមុនចាប់ផ្ដើមខ្ញុំចង់បញ្ជាក់បន្តិចដែរថាកាមេរ៉ាដែលខ្ញុំនឹងយកមកបង្ហាញអ្នកទាំងអស់គ្នានេះគឺកាមេរ៉ាដែលខ្ញុំប្រើផ្ទាល់ខ្លួនតែម្ដងគឺ Panasonic Lumix S52X ប៉ុន្តែបើទោះបីជាអ្នកទាំងអស់គ្នាប្រើកាមេរ៉ាផ្សេងក៏អាចមើលវីដេអូនេះបានដែរដោយសារតែចំណុចភាគច្រើនគឺជាមូលដ្ឋានគ្រឹះតែប៉ុណ្ណោះដែលយើងអាចយកទៅអនុវត្តនៅលើកាមេរ៉ា model ផ្សេងបានដូចគ្នាប៉ុន្តែដែលឡែកបើសិនជាអ្នកដែលស្រឡាញ់ខាងការថតវីដេអូហើយមានគម្រោងក្នុងការទិញ Panasonic Lumix យកមកប្រើដែរអាច share វីដេអូនេះទុកមើលថ្ងៃក្រោយហើយទៅអូខេចឹងឥឡូវខ្ញុំបានត្រៀមកាមេរ៉ារួចរាល់ហើយចឹងខ្ញុំថតអេក្រង់ឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងចំពោះការកំណត់ setting នេះខ្ញុំនឹងបែងចែកចេញជា5ដំណាក់កាលចឹងឥឡូវយើងចាប់ដើមដំណាក់កាលទី1គឺការជ្រើសរើសប្រភេទវីដេអូទំហំ resolution ក៏ដូចជា frame rate ឲ្យបានត្រឹមត្រូវចឹងជំហានដំបូងបំផុតមុននឹងយើងចាប់ដើមកំណត់ setting ទាំងអស់នៅក្នុងការថតវីដេអូរបស់យើងចាំបាច់គឺយើងត្រូវកាច់ dial mode ខាងលើនេះមក video mode សិនបន្ទាប់មកយើងចុចយក menu ចូលមកក្នុងកន្លែងវីដេអូនេះហើយយើងចុចមកខាងស្ដាំមួយចុះមកទំព័រទី3យើងផ្លាស់ប្ដូរពី MP4 មកជា MOVសម្រាប់ file ប្រភេទ MP4 វាគឺជា file រៀងតូចងាយស្រួលក្នុងការកាត់ប៉ុន្តែគុណភាពវារៀងខ្សោយដែរអញ្ចឹងបើសិនជាអ្នកនរគ្នាចង់បានគុណភាពខ្ពស់យើងយក MOV តែម្ដងហើយបើសិនជាចង់ឲ្យគុណភាពខ្ពស់ខ្លាំងគឺយើងជ្រើសរើសយក Apple ProRes ប៉ុន្តែនេះវាមានសម្រាប់តែ Lumix S52X តែប៉ុណ្ណោះហើយបើសិនជាយើងថតត្រឹមបច្ចេកធម្មតាទេខ្ញុំគិតថាមិនបាច់ប្រើទេដោយសារតែខ្ញុំក៏ដែរប្រើដល់ Apple ProRes ដែរព្រោះស៊ីធំខ្លាំងមួយតេរ៉ាបៃអីថតបានតែប្រហែល1ម៉ោងទេអញ្ចឹងយើងយក MOV បន្ទាប់មក record quality នេះសម្រាប់ខ្ញុំគឺខ្ញុំយក 6K ខ្ញុំតែងតែថត 6K រហូតហ្មងសម្រាប់ករណីដែលអ្នកនរគ្នាត្រូវការថតវីដេអូយកទៅប្រើនៅលើ social media platform ទាំងអស់មានវីដេអូផ្ដេកផងបញ្ឈរផងគឺខ្ញុំ recommend ប្រើ 6K ដោយសារតែវាថតបានកម្ពស់រៀងខ្ពស់ជាង 16:9 យើងធម្មតាចឹងអ្នកនរគ្នាគ្រាន់តែមើលនៅជាប់ 6K ហ្នឹងគឺវាមាន 30p ឬក៏ 24p អានេះអាស្រ័យទៅតាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នាទេហើយបើសិនជាករណីយើងត្រូវការថត slow motion អាហ្នឹងយើងអាច scroll រកមើល 48p ឬក៏ 60p ចឹងបើលេខ p ហ្នឹងកាន់តែច្រើនគឺយើងអាចយកទៅ slow បានកាន់តែ slow ខ្លាំងដូចគ្នាចឹងករណីនេះគឺយើងថត timeline ធម្មតាទេចឹងខ្ញុំយក 6K 24p 10bit 420ចឹងយើង back ថយក្រោយបន្តិចមកយើងឡើងទៅទំព័រលើយើងនឹងឃើញមាន exposure setting អានេះគឺជាកន្លែងដែលយើងកំណត់កាមេរ៉ាថាតើឲ្យវា auto ឬក៏ aperture priority shutter priority ឬក៏ manual អញ្ចឹងការថតវីដេអូគឺយើងតែងតែប្រើ manual ហើយកាមេរ៉ារបស់ Panasonic ភាគច្រើនគឺមានអក្សរ Q នេះដែលជា quick setting អញ្ចឹងយើងចុចកន្លែងហ្នឹងក៏យើងអាចដូរបានដែរយើងអាចដូរ M ដូរមកជា MOV ដូរមកជា 6K ដូរនៅក្រៅនឹងហ្មងក៏បានដែរតោះឥឡូវយើងចូលមកចំណុចទី2គឺតាក់ទងទៅនឹងការកំណត់ setting របស់ auto focus កាមេរ៉ា Lumix អ្នកទិញយកទៅភាគច្រើនឆ្ងល់ថាហេតុអីបានវាអត់ auto focus ចឹងតាមពិតមាន setting មួយដែលយើងត្រូវទៅបើកមុនសិនទើបវាដំណើរការ auto focus ហ្នឹងគ្រប់ពេលហ្មងតែបើសិនជាយើងអត់ទៅបើកកន្លែងហ្នឹងទេលុះត្រាតែយើងចុចចាប់ដើម record ទើបវា auto focus ចឹងកន្លែងហ្នឹងខ្ញុំដំបូងក៏ឆ្ងល់ដូចគ្នាចឹងដើម្បីយើងកែកន្លែងហ្នឹងបានយើងគ្រាន់តែចូលទៅកាន់ menu បន្ទាប់មកនៅកន្លែងវីដេអូហ្នឹងយើង scroll ចុះមករក tab មួយឈ្មោះថា focus នេះហើយយើងមកខាងស្ដាំមួយមកបន្ទាប់មក continuous auto focus mode នេះយើងចុចមួយមកដំបូងវានៅ mode លេខ1អញ្ចឹងយើងដូរវាមក mode លេខ2 mode លេខ1នេះមានន័យថាវាចាប់ដើមដំណើរការ auto focus លុះត្រាតែយើងចុច record បើ mode 2គឺ auto focus វាបើកចោលរហូតតែម្ដងអញ្ចឹងយើងយកលេខ2ទៅប្រើកើតបន្ទាប់មកយើងចង់បើកឲ្យវាស្គាល់ subject detection មានន័យថាចាប់ស្គាល់មុខមនុស្សស្គាល់សត្វឬក៏ស្គាល់ឡានអីគឺយើងយក detect subject នេះចុចមួយចឹងមកវាមានពាក្យថា human animal car motorcycle train airplane អីជាដើមអញ្ចឹងយើងថតមនុស្សយើងយក human មក
បន្ទាប់មកបើសិនជាអ្នកនរគ្នាចង់ឲ្យដំណើរការ auto focus នឹងវា smooth ហើយវាចាប់បានលឿនរហ័សល្អអ្នកនរគ្នាចូលទៅក្នុង auto focus custom setting មួយទៀតអញ្ចឹងនេះ auto focus custom setting for video យើងចុចចឹងមកហើយយើងចុចយក set សម្រាប់ករណីរបស់ខ្ញុំគឺខ្ញុំយក speed បូក2ហើយនិង sensitivity បូក3បទពិសោធន៍របស់ខ្ញុំជាក់ស្ដែងគឺខ្ញុំប្រើបែបនេះទទួលបានលទ្ធផលល្អច្រើនចុះមកចំណុចទី3គឺតាក់ទងទៅនឹងការកំណត់ audio setting ដើម្បីឲ្យវាថតសលេងបានល្អអញ្ចឹងឥឡូវយើងចូលទៅ menu ទៀតហើយបន្ទាប់មកយើង scroll មកទំព័ររូប microphone នេះដំបូងកន្លែង mute sound input នេះប្រយ័ត្នច្រឡំដាក់ on អ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺត្រូវដាក់ off តែដាក់ on គឺអត់ឮសលេងទេចំពោះ sound record gain level គឺយើងយក standard បើសិនជាកន្លែងដែលយើងថតហ្នឹងមានសំឡេងរំខានច្រើនឬក៏សំឡេងខ្យល់អីយើងអាចបើក wind noise canceller នេះមួយទៀតដើម្បីជួយកាត់បន្ថយសំឡេងរំខានខ្លះប៉ុន្តែករណីដែលយើងថតក្នុងបន្ទប់អត់មានយើងកុំដាក់ល្អជាងបន្ទាប់មក sound record level limiter នេះចឹងកន្លែងនេះងាយយល់ទេបើសិនជាយើងថតអ្នកដែលគាត់និយាយជួនកាលគាត់និយាយឡើងសលេងត្រូវឡើងខ្លាំងត្រូវចុះសលេងអត់សូវស្មើយើងយក on ព្រោះពេលដែលវាឡើងខ្លាំងវាជួយទាញឲ្យចុះមកវិញភ្លាមប៉ុន្តែចំណុចដែលសំខាន់នេះគេគឺ sound record level adjustment នេះតើយើងគួរដាក់ម៉ានព្រោះជួនកាលទិញមកភ្លាមគឺវានៅកន្លែងលេខ0នេះចឹងវិធីដែលយើងអាចសម្គាល់ដឹងថាយើងគួរដាក់ម៉ានគឺយើងឲ្យតួអង្គដែលយើងកំពុងថតហ្នឹងគាត់និយាយតាមសលេងធម្មតារបស់គាត់សិនបន្ទាប់មកយើងមើលបើសិនជាវាបុកដល់ពណ៌ក្រហមមានន័យថាវា clip ហើយសលេងហ្នឹងគឺវាខូចអញ្ចឹងយើងត្រូវតែតម្លាក់រហូតដល់គាត់និយាយធម្មតាហ្នឹងវាលែងបុកដល់ក្រហមឧទាហរណ៍ដូចករណីខ្ញុំកំពុងនិយាយនេះបើសិនជាយើងនៅបន្តតម្លើងដល់ត្រឹមលេខ3 check នេះវាលោតក្រហមឥឡូវខ្ញុំតម្លាក់ត្រឹម5 check រៀងទល់ដែរតែអត់សូវទល់ខ្លាំងទេអញ្ចឹងយើងយកត្រឹម6គឺល្អ check ទោះជានិយាយរៀងខ្លាំងតិចក៏វាអត់បុកដល់ពណ៌ក្រហមដែរអញ្ចឹងវិធីដែលយើងរកចំនួន dB ឬក៏កម្ពស់សលេងដែលយើងត្រូវកំណត់ហ្នឹងគឺយើងធ្វើបែបហ្នឹងយើងតេស្តបដាយើងសេរីក្នុងកាមេរ៉ាបដាតោះឥឡូវយើងចូលមកចំណុចទី4គឺតាក់ទងទៅនឹងការជ្រើសរើស color ដែលយើងត្រូវថតចំណុចនេះខ្ញុំគិតថាវាជាចំណុចដែលពិសេសព្រោះវាជួយឲ្យវីដេអូរបស់យើងផ្លាស់ប្ដូរគុណភាពបានច្រើនមែនទែនអញ្ចឹងកាមេរ៉ា Lumix ភាគច្រើនឥឡូវគឺមានហើយការកំណត់ color បែបហ្នឹងយើងអាចកំណត់ដោយប្រើប៊ូតុង Q នេះខាងក្រៅនេះតែម្ដងទៅស្រួលបន្ទាប់មកយើងមកកន្លែងនេះ photo style នេះដំបូងវាតែងតែជាប់ជាមួយនឹង standard ហើយអញ្ចឹងវាមាន standard vivid natural L class N flat អីចឹងទៅអញ្ចឹងអ្វីដែលខ្ញុំតែងតែធ្វើគឺខ្ញុំផ្លាស់ប្ដូរមកជា vlog នេះដូរមកជា vlog គឺវាស្លេកបែបហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាត្រូវការថតហើយយកទៅកែ color តាមក្រោយខ្ញុំពិតជា recommend មែនតើឲ្យប្រើ vlog ហ្នឹងទៅប៉ុន្តែបើសិនជាអ្នកនរគ្នាចង់បាន color រៀងសតុនបែប cinematic ដែរប៉ុន្តែអត់ចេះកែ color អញ្ចឹងអ្នកនរគ្នាមិនបាច់យក vlog ហ្នឹងក៏បានដែរគឺយើងយក LUT តែពិត LUT នេះគឺគេប្រើសម្រាប់អ្នកដែលគេមាន color ហើយស្រាប់គេបញ្ចូលវាទៅក្នុងកាមេរ៉ាហើយទៅពេលថតមកគឺបាន color ហ្នឹងតែម្ដងប៉ុន្តែបើសិនជាយើងគ្រាន់តែចង់បាន color ដែលល្អតែទាញ dynamic range បានធំដូចយើងថត vlog ដែរអ្នកនរគ្នាប្រើ LUT នេះក៏បានដែរហើយមិនបាច់ទាញ color ទាញអីចូលក្នុងកាមេរ៉ាអីណា download ពី app អីមកទេគឺបើកមកដាក់ LUT នឹងយកហ្មងគឺវាស្មើនឹងយើងថតដោយ vlog ដែលទាញ dynamic range បានធំហើយយើងដាក់ color space transform មក Rec 709 យើង color ធម្មតាវិញអញ្ចឹងបើយើងធៀបគ្នាមើលពី LUT ហ្នឹងជាមួយនឹង standard ធម្មតាក៏ LUT នេះវាទទួលបានគុណភាពល្អជាង standard ឆ្ងាយដែរអូខេអញ្ចឹងឥឡូវយើងចូលមកចំណុចទី5គឺតាក់ទងទៅនឹងការកំណត់ exposure គឺពន្លឺដែលយើងត្រូវថតនៅលើកាមេរ៉ារបស់យើងហ្នឹងយើងគួរកំណត់ shutter speed ប៉ុន្មាន ISO ប៉ុន្មាន aperture ប៉ុន្មានអីចឹងទៅអញ្ចឹងមុនដំបូងអ្នកនរគ្នាគួរតែកំណត់ shutter speed មុនព្រោះតែការថតវីដេអូយើងមាន rule មួយគឺយើងយក shutter speed ស្មើនឹង frame rate គុណនឹង2អញ្ចឹងបើសិនជាខ្ញុំថត24ឬក៏25 frame ខ្ញុំដាក់ shutter speed 50ដោយករណីនេះយើងតម្លាក់មកមួយលើ50បន្ទាប់មក aperture បើសិនជាយើងចង់បានឲ្យ background blur ខ្លាំងគឺយើងតម្លាក់ aperture ហ្នឹងឲ្យមកលេខតូចបំផុតតាមដែលអាចធ្វើទៅបានវាអាស្រ័យទៅលើ lens របស់យើងដែរអញ្ចឹង lens របស់ខ្ញុំនេះគឺអាចតម្លាក់មកបាន f2.8 អញ្ចឹងខ្ញុំដាក់ f2.8 បន្ទាប់មក ISO យើងចុចប៊ូតុង ISO មកអានេះគឺជាអ្នកកំណត់ exposure ចុងក្រោយហើយបើសិនជាយើងថតនៅកន្លែងដែលអត់សូវមានពន្លឺច្រើន
ចឹងយើងលើក ISO ឡើងឲ្យច្រើនមកហើយយើងលើកនឹងសួរថាយើងលើកប៉ាត់ណាយើងលើកគឺយើងមើល histogram នេះនៅពេលដែលយើងលើកកាន់តែខ្លាំង histogram ហ្នឹងវានឹងទល់ទៅខាងស្ដាំកាន់តែខ្លាំងហើយចឹងវិធីដែលខ្ញុំតែងតែកំណត់ exposure គឺខ្ញុំធ្វើយ៉ាងណាឲ្យ histogram ហ្នឹងវាស្ថិតនៅចំណុចកណ្ដាលនេះវាអត់ទៅទល់ខាងឆ្វេងពេកហើយក៏វាអត់ទៅទល់ខាងស្ដាំពេកដែរយើងមើល histogram ហ្នឹងធ្វើឲ្យវានៅចំកណ្ដាលប៉ុន្តែករណីដែលយើងថតនៅកណ្ដាលថ្ងៃត្រង់កន្លែងដែលមានពន្លឺខ្លាំងពេលខ្លះយើងដាក់ exposure ចុះមកទាបអស់ហើយពន្លឺវានៅតែ overexpose ដោយសារតែ shutter speed របស់យើងក៏យើងបើកមករៀងតិចហើយ aperture យើងក៏យើងបើកមកលេខតូចអញ្ចឹងពន្លឺវាចូលច្រើនមែនតើអញ្ចឹងករណីនេះអ្នកទាំងនេះមានជំរើសពីរទី1យើងតម្លាក់ aperture ដើម្បីឲ្យពន្លឺវារៀងតូចហើយយើង keep rule shutter speed របស់យើងនៅដដែលមួយទៀតគឺយើង cheat shutter speed ដោយសារតែយើងចង់ឲ្យវីដេអូរបស់យើងមាន background blur ល្អអញ្ចឹងយើងអាចទុក f2.8 ដដែលប៉ុន្តែយើងតម្លើង shutter speed ឲ្យធំអាហ្នឹងករណីដែលយើងថត subject នៅស្ងៀមគឺអត់បញ្ហាទេព្រោះអ្នកមើលក៏គាត់មើលអត់ដឹងដែរអញ្ចឹងអ្នកនរនេះអាច cheat ឡើងនឹងបានប៉ុន្តែជំរើសមួយទៀតបើសិនជាយើងមាន ND filter គឺយើងអាច keep shutter speed ហ្នឹង1/50 ហើយ aperture f2.8 អញ្ចឹងដដែលហើយយើងយក ND filter មកដាក់ពីមុខ lens ដើម្បីកាត់ពន្លឺវិញមកគឺ setting ក៏ត្រូវ ISO ក៏ត្រូវ exposure ក៏ត្រូវអូខេចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាការចែករំលែករបស់ខ្ញុំអាចជួយឲ្យអ្នកទាំងអស់គ្នាថតវីដេអូបានកាន់តែប្រសើរជាងមុនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ